សូមស្វាគមន៍មកកាន់គេហទំព័រ Web ខ្មែរ Learning ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀប test speed internet ដែលជាធម្មតាយើងប្រើ internet ធម្មតាហ្នឹងអូម៉ាយើងថាទិញ 2 មេតើ speed របស់យើងហ្នឹងគ្រប់ 2 មេអត់បើស្ទើរវាស្ទើរតិចតួចហើយបើលើតិចតួចឥឡូវយើងចាប់ផ្ដើមសូមបើក browser មួយ browser ហើយចូលគេទំព័រមួយនេះ speedtest.net យើងឃើញប៉ុណ្ណឹងបើយើងនៅណាយើងទៅនៅក្នុងធម្មតាអ៊ីនធឺណិតដែលធំនៅខ្មែរមាន online Meconet Opennet ហើយនិង Medphone ចឹងយើងសាកតេស្តនេះ speed សម្រាប់ download វានឹង load នៅនេះហើយនេះ speed របស់ upload យើងអាច upload ទិន្នន័យ upload រឿងអីបានតាមរយៈ speed ហ្នឹងអូខេឃើញ speed ខ្ញុំទិញមក1មេអញ្ចឹងវាឡើង 0.99 MB ឬក៏ហើយនឹង upload គឺ 0.94 ខ្ញុំសាកម្ដងទៀត speed នេះវាអត់ថេរទេមិនមែនថា1មេគឺ1មេសិតណាជាងឯងទោះយើងអូខ្សែយើងអូតាម wireless អីក៏ដោយប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលល្អពីច្រើនគេឲ្យមករៀងលើសតិចតួចក្នុងករណីដែលវាបាត់បង់ខ្លះអូខេនេះវាដាក់មកនេះ House by Meconet អូខេឃើញរីសាទី2មិនគឺ 1.99 1.191.01អូខេអាហ្នឹង speed internet អូខេអរគុណ thank you